ណាលោកគ្រូសានកំព្រានណាទៅណាគាត់បន្តទុកនៅក្របពូជសឹងថារាប់ពាន់រាប់ម៉ឺននាក់ណានៅក្នុងប្រជាអាណាចក្រកម្ពុជាយើងហ្នឹងក៏ដូចជានៅប្រទេសផ្សេងៗដែរដែលមានជនជាតិបរទេសជនជាតិគ្រូកមាមាសណាលោកគ្រូសានកំព្រានណាតែគាត់ជាស្ថាបនិកមួយសម្រាប់កុលបុត្រកុលធីតាខ្មែរយើងហ្នឹងបាទគាត់បានប្រផុសតែនៅអ្វីដែលយើងបាត់បង់ដូចជាគុណបុរាណគុណបុក្កតោយើងឬក៏ដូចជាយុទ្ធគុណផ្សេងណាអញ្ចឹងជាសក្ខីភាពមួយដែលខ្មែរយើងមានហើយធ្វើឲ្យកូនក្មេងយើងចំនួនក្រោយហ្នឹងមានមោទនភាពបានទទួលមរតកហ្នឹងបាទហើយក្នុងនាមខ្ញុំដែលជាព្រឹទ្ធាចារ្យមួយរូបដែរហើយបានស្គាល់ដល់គ្នាជាមួយគាត់ហ្នឹងគឺតាំងពីទសវត្សរ៍ឆ្នាំ80បាទនិយាយហ្នឹងហើយធ្លាប់សហការគ្នាធ្លាប់ធ្វើការជាមួយគ្នារួមបើនិយាយទៅដើម្បីងាយស្រួលស្ដាប់ថាគាត់ជារៀមច្បងឬក៏ដូចជាគ្រូដែរបាទធម្មតាតែធ្វើត្បិតតែយើងមិនដែលបានសិក្សាជាមួយគ្នាប៉ុន្មានក៏ប៉ុន្តែតែងតែគោរពគ្នាស្រឡាញ់គ្នាទៅវិញទៅមកដោយលក្ខណៈថាជាបងជាប្អូនឬក៏ជាគ្រូនឹងក៏ដោយតែជាសិស្សច្បងជាសិស្សបងឬក៏ជាគ្រូបាទហើយម្យ៉ាងទៀតដែលអ្វីដែលយើងទាំងអស់គ្នានឹងបាត់បង់ដែលធនធានដែលមនុស្សម្នាក់ដ៏អស្ចារ្យសម្រាប់ដែលកុលបុត្រកុលធីតាខ្មែរយើងក៏ដូចជាមាតុភូមិយើងគឺយើងមានការដែលសង្វេគណាស់បាទសោកស្ដាយណាស់ក៏ប៉ុន្តែចំពោះខ្ញុំវិញហ្នឹងក៏ខ្ញុំដែលមានមោទនភាពចំពោះរូបគាត់ហើយដូចជាសិស្សគុណគាត់ទាំងអស់ដែលបានតែខំហាត់រៀនយកចំណេះចេះដឹងពីគាត់មកហើយសង្ឃឹមថាអ្វីដែលគាត់ជាក្របពូជមួយដ៏ល្អហើយគាត់បានដែលសាបព្រោះនៅក្របតែច្រើនណាបើនិយាយទៅណាគាត់បន្តទុកនៅក្របពូជសឹងថារាប់ពាន់រាប់ម៉ឺននាក់ណានៅក្នុងប្រជាអាណាចក្រកម្ពុជាយើងហ្នឹងក៏ដូចជានៅប្រទេសផ្សេងៗដែរដែលមានជនជាតិបរទេសជនជាតិខ្មែរយើងក៏ដោយដែលហាត់រៀនហើយជាពិសេសគួយបរទេសហ្នឹងក៏បានមកសិក្សារៀនសូត្រដែលផ្ទាល់ពីគាត់ឬក៏ពីសិស្សគុណគាត់អញ្ចឹងបានន័យថាទោះបីថាបាត់បង់តែធនធានដ៏ល្អម្នាក់ក៏ពិតមែនតែក៏យើងដែលគាត់បានបន្សល់ទុកនៅដែលពូជដ៏ល្អដែលសម្រាប់ប្រទេសជាតិទៅថ្ងៃក្រោយទៀតបាទទីដែលបញ្ចប់ហ្នឹងគ្រាន់តែខ្ញុំសូមដែលគោរពអរគុណដល់វីរភាពរបស់គាត់ដែលបានគាត់បន្សល់ទុកដែលក្របពូជជាច្រើនបាទដែលគាត់បានបណ្ដុះហ្នឹងអញ្ចឹងក្របពូជទាំងអស់ហ្នឹងហើយជាធនធានរបស់ដែលកម្ពុជាយើងបាទហើយសង្ឃឹមថាដែលគុណបុក្កតោនឹងរីកស្គុះស្គាយទៅថ្ងៃអនាគតមិនខានព្រោះយើងក៏បានចូលទៅ UNESCO ដែរអញ្ចឹងដើម្បីរក្សាតម្លៃនៅគុណភាពរបស់យើងតើតើយើងទាំងអស់គ្នាហ្នឹងរួមសាមគ្គីមិនប្រកាន់ទេគេមិនថាដែលបុក្កតោឬក៏គុណខ្មែរឬក៏ដែលគុណចម្រុះឬក៏តែក្បាច់បុរាណខ្មែរយើងដែរយើងកុំប្រកាន់ជាពិសេសដូចខាងខមអីក៏ដោយកុំប្រកាន់ណាតែកាលណាគឺយើងមិនប្រកាន់ទៅយើងអាចធ្វើអ្វីបានទាំងអស់អញ្ចឹងខ្ញុំតែងតែលើកឡើងដែរគឺថាធម្មតាមនុស្សយើងម្នាក់ដៃពីរយើងធ្វើអ្វីវាមិនសូវជាមានប្រសិទ្ធភាពទេប៉ុន្តែបើយើងមានដៃពាន់ណាយើងចាប់ដៃគ្នាធ្វើការអញ្ចឹងប្រទេសជាតិយើងនឹងបានរុងរឿងជាក់ជាមិនខានបាទសូមអរគុណ